អង្គព្រមទាំងកតញ្ញូជូនមេដាផងដែរច្រើនឆ្នាំកន្លងផុតទៅបុត្រីមកវិញហើយមែនទេបុត្រព្រះមេដាតើបិតាបុត្រសុខទុក្ខយ៉ាងណាហើយគឺព្រះបិតាបានសុខណាស់សូមព្រះមេដាកុំពិបាកព្រះតីអីច្រើនឆ្នាំហើយមិនដឹងថាទ្រង់សុខទុក្ខយ៉ាងណាទេបើមានឱកាសនោះមេដាចង់ទតបិតាបុត្រជាលើកចុងក្រោយណាមេដាច្រើនឆ្នាំហើយបិតាមិនមករកពួកចឹងទេបុត្រយល់ថាមេដាឈប់ព្រះកន្សែងតទៅទៀតទេព្រះមេតែមេដាពិតជានឹកទ្រង់ណាស់ហើយមេដាក៏ចង់ឃើញព្រះភ័ក្ត្របុត្រដែរបើពេលនេះបុត្រជាមនុស្សនោះហើយព្រះនេតមេដាមើលឃើញមិនដឹងថាបុត្រស្អាតយ៉ាងណានោះទេចូលពីពេលនេះផងដែរនាងត្រីបិសាចដែលខ្លាយជាអ្នកមនាងកំពូលច្រណែនក៏បានយាងមកនិងបាននិយាយថាកុំសង្ឃឹមអីពួកឯងមិនអាចខ្លាយជាមនុស្សទេគឺនាងតើព្រះអង្គសុខសប្បាយទេគិតពីខ្លួនឯងសិនទៅនេះពួកនាងពិតជារស់បានយូរមែនណោះយើងស្មានថាឯងខ្លាចជាឆ្អឹងអស់ហើយតើទ្រង់ជាងមកមានការអីដែរទេគឺមកដាក់ទារុណកម្មពួកឯងនោះអីយើងបាត់បិទបាំងមាត់រងភ្នំទៅហើយពួកឯងនៅលួចចេញទៀតនេះណែទទួលយកទៅអូក្តៅណាស់អ្នកម្នាងត្រង់ឈប់ទៅក្តៅណាស់ផ្សាណាស់ឈប់ទៅណាសូមមេត្តាពួកយើងផងទៅឈប់ចង់ពីពួកខ្ញុំម្ចាស់ទៅប៉ុណ្ណឹងតោះហើយកុំឲ្យយើងដឹងថាពួកឯងលួចចូលរាជវាំងទៀតណាព្រោះដានជើងពួកឯងយើងដឹងស្គាល់ច្បាស់ណាស់ខ្ញុំម្ចាស់សន្យាថាខ្ញុំម្ចាស់មិនទៅទៀតទេសូមតែកុំដាក់ទារុណកម្មទៀតទៅបានហើយល្អណាស់ចូលរស់នៅរងវេទនាបន្តទៀតចោះសំមុខឯងហើយនាងបិសាចត្រីក៏បានចាក់ចេញទៅបាត់មិនគន់ណានាំទុកដល់មេដាសោះមេដាមុខជាឈឺណាស់ហើយប៉ាទេកុំចំអីណាមេដាមិនអីទេណាបតត្រីហើយមេដាឃ្លានទេចាំបត់ទៅរកអីឲ្យមេដាសោយណាបត់មកវិញឥឡូវហើយមេដាចាំបត់សិនណាព្រះធីតាទ្រង់មានព្រះនេត្រម្ខាងហេតុនេះទ្រង់ក៏បានចាក់ចេញតាមច្រកតូចមួយហើយទ្រង់ក៏បានទៅដល់កន្លែងមួយដែលមានផ្លែឈើជ្រុះពេញដីតើផ្លែឈើថ្ងៃនេះជ្រុះច្រើនម្ល៉េះទុំថ្មីស្រស់ទៀតផងក៏ល្អដែរមិនបាច់ហត់ឡើងបេះទេខ្ញុំនឹងប្រមូលយកចាស់ព្រះធីតាតូចមិនបង្អង់យូរទេទ្រង់ក៏បានលោតតូចប្រមូលយកទាំងអស់ហើយទ្រង់ក៏បានភ្លក់ផងដែរតែគ្រានោះឈប់សិនសត្វតូចតើឯងធ្វើអីហ្នឹងផ្លែឈើនោះជារបស់ខ្ញុំបេះទេណាព្រះអើយតើអ្នកណាគេនិយាយហ្នឹងសុំទោសផងណាខ្ញុំមិនដឹងថាផ្លែឈើទាំងនេះមានម្ចាស់នោះទេខ្ញុំនៅលើចុងឈើនេះចាំបន្តិចខ្ញុំចុះដីសិនឯងស៊ីក៏ស៊ីចុះណាខ្ញុំអត់កំណាញ់ទេថ្ងៃនោះគ្រាន់តែព្រះបុត្រាចុះមកព្រះនាងក៏បានសម្គាល់ដឹងនិងចំណាំថាព្រះបុត្រាសំណាងរតិពងតើទ្រង់មែនទេតូចនេះឯងមិនត្រឹមតែចេះនិយាយទេឯងថែមទាំងស្គាល់ឈ្មោះយើងទៀតគឺខ្ញុំម្ចាស់ជាព្រះនាងសុមនកេសានោះអីទ្រង់ចាំបានទេថាម៉េចអូព្រះហើយខ្ញុំភ្លេចឲ្យឈឹងថាខ្ញុំមកនេះគឺមកតាមបណ្ដាំលោកតាមុនីអេសីទីបំផុតទូលបង្គំរកពនាងឃើញហើយទូលបង្គំដឹងរឿងរ៉ាវអស់ហើយក្រាបទូលព្រះធីតាទ្រង់រងទុក្ខពេកហើយឥឡូវនេះទូលបង្គំនឹងជួយទ្រង់ណាសូមទ្រង់កុំបារម្ភអីទ្រង់តាមរកខ្ញុំម្ចាស់មែនទេទ្រង់ចាំបន្តិចទូលបង្គំនឹងជួយពនាងនៅក្នុងពេលនេះតើទ្រង់នឹងធ្វើបែបណានោះព្រះបុត្រាបានសូត្រមន្តគាថាដែលលោកតាបានបង្ហាត់ព្រមទាំងព្យាយាមដោះបណ្ដាសាររហូតបានសម្រេចពិតមែនព្រះបុត្រាទីបំផុតខ្ញុំម្ចាស់ខ្លាចជាមនុស្សវិញហើយសូមអរគុណទ្រង់ណាស់ទ្រង់ពិតជាល្អតាំងតែពីតូចដល់ធំតែម្ដង
ពិតមែនហើយព្រះធីតាទូលបង្គំមិនគួរណាមកយឺតអញ្ចឹងសោះទូលបង្គំនឹកត្រង់ណាស់ខានជួបគ្នាយូរហើយ ព្រះពរព្រះបត្រាសូមអរព្រគុណណាស់មែនហើយព្រះបត្រាសូមជួយមេដាខ្ញុំម្ចាស់ផងណា ពិតជាបានក្រាបទូលសូមនាំផ្លូវទូលបង្គំផង ថ្ងៃនោះដូចគ្នាផងដែរព្រះបត្រាក៏ពិតជាអាចធ្វើបានមែនទ្រង់ជួយព្រះមហេសីខ្លាយជាមនុស្សឡើងវិញនិងមើលឃើញវិញផងដែរប្រសើរណាស់ព្រះបត្រាសូមអរព្រគុណហើយបុត្រីមេដាទតឃើញបុត្រហើយណាបុត្រមេដាបុត្រពិតជាស្អាតណាស់ព្រះមេដាព្រះបត្រាទ្រង់ក៏សង្ហាដែរខានឃើញទ្រង់យូរទ្រង់ធំច្រើនណាស់ ក្រាបទូលត្រូវហើយពេលនេះគួរតែទៅព្រះនគរវិញហើយបិសាចនោះទូលបង្គំនឹងមិនទុកទេ ដោយព្រះបត្រាមានបន្ទូលអញ្ចឹងព្រះបត្រាក៏ទៅដល់នគរព្រមទាំងបានពោលនិងមានបន្ទូលនៅចំពោះព្រះភ័ក្ត្រព្រះរាជាផងដែរ ព្រះអង្គទូលបង្គំសុំបរិជ្ជទានទោសទូលបង្គំមិនចង់ឃើញទ្រង់រស់ក្រោមអាគមបិសាចត្រីពាន់ឆ្នាំទេ តែទ្រង់មានបន្ទូលអីហ្នឹងចូលមកគ្មានការគួរសមហើយមានការប្រមាថបន្ថែមទៀតណោះ ព្រះបុត្រាកុំថាយើងខ្វះការគួរសមណាតែទ្រង់ដូចជាមិនទំនងទេការដែលចូលមកហើយពោលពាក្យក្រោតក្រៀតបែបនេះនោះព្រះអង្គដែលទូលបង្គំមកនេះគឺមកកម្ចាត់បិសាចសូមបរិជ្ជទានទោសផងក្រាបទូលតើបិសាចនោះនៅឯណាគឺអ្នកម្នាងចំណែននេះហើយនាងជាបិសាចយើងមិនចង់វិញឆ្ងាយទេតែនាងព្រមទៅតាំងសិលវិញឬក៏ចង់វិនិច្ឆ័យអន្តរធាននោះ សម្ដីពិតជាឆ្លោះមែនបើមានសមត្ថភាពនោះចូលមក តើទ្រង់ទាំងពីរចង់ធ្វើអី មិនចាំយូរទេព្រះបត្រាក៏បានប្រើវេទមន្តនិងប្រយុទ្ធមួយសន្ទុះធំលុះក្រោយមកអ្នកមនុស្សបិសាចក៏បានចេញក្រោមស្នាព្រះហស្ថរបស់ព្រះបត្រា ទ្រង់ប្រហឺនណាស់ហេតុអីក៏មកបង្ករឿងនៅទីនេះសូមទ្រង់តតចុះនេះជាបិសាចទេ អើយឯងគ្រានោះអ្នកម្នាងបិសាចទីបំផុតក៏ប្រែជាត្រីវិញដូចដើម បិសាចនេះអ្នកម្នាងជាបិសាចមែនទេ ព្រះអង្គខ្ញុំម្ចាស់អើយព្រះបត្រាយើងមិនទុកត្រង់ទេមិនថាត្រីព្យាយាមយ៉ាងណាទេតែនាងពុំអាចធ្វើអ្វីព្រះបត្រាបានឡើយអត់ទេមិនក៏ជើងមិនអាចមានវេទមន្តអញ្ចឹងមិនអាចទេ សូមទ្រង់ដឹងដញៀនវិញផងទៅចុះ ពីថ្មីម្ដងទៀតព្រះបត្រាក៏បានសូត្រមន្តគាថាដាក់ព្រះអង្គហើយទ្រង់ក៏ដឹងប្រកាយរំលឹកមកវិញទៀត ហ៎តើមានរឿងអីព្រះមហេសីបុត្រីតើទ្រង់នៅឯណា តតឃើញថាគ្រប់យ៉ាងប្រសើរវិញហើយនោះព្រះមហេសីនិងព្រះនាងក៏បានយាងចូលមកដោយក្តីរំភើបក្រៃលែងគឺខ្ញុំម្ចាស់នៅទីនេះហើយព្រះស្វាមីតែបំផុតវេលាដ៏សោកសៅរលាយអស់ហើយព្រះបិតា តើមានរឿងអីបិតាវង្វេងអស់ហើយ ព្រះបិតាគឺព្រះបត្រាសំណាងរទ្ធីពង្សជាអ្នកជួយបត់ព្រះមេដានិងព្រះបិតាណាព្រះពរព្រះមហេសីនិងព្រះធីតាបានពោលរៀបរាប់សពយ៉ាងលុះព្រះអង្គសន្តាប់ហើយនោះទ្រង់ពិតជាសោកស្ដាយនៅរឿងដែលបានកើតឡើងនេះជាពន់ពេកណាស់ មិនគួរឲ្យជឿសោះព្រះបុត្រាយើងសូមអរគុណទ្រង់ហើយគុណនេះធំធេងខ្លាំងណាស់នេះជាតួនាទីរបស់ទូលបង្គំទេក្រាបទូលពិតមែនហើយពេលនេះយើងសុំសួរទ្រង់តើទ្រង់នៅទៅសពតិបុត្រយើងដោយកាលនៅពីតូចដែរទេអូជាការពិតណាស់ក្រាបទូលទូលបង្គំសពតិព្រះធីតាតាំងតែពីតូចហើយមិនដែលប្រែប្រួលទេក្រាបទូលប្រសើរណាស់អញ្ចឹងឆាប់នេះព្រះរាជវាំងយើងនឹងមានពិធីរៀបអភិសេកដ៏អស្ចារ្យបំផុតហើយយើងនឹងប្រគល់រាជបល្ល័ង្កនេះឲ្យទ្រង់ផងដែរសូមអរព្រគុណក្រាបទូល ទីបំផុតគ្រប់យ៉ាងក៏ប្រែជាល្អប្រសើរហើយព្រះបត្រាក៏បានរៀបអភិសេកនិងព្រះនាងព្រមទាំងគ្រងរាជ្យរីកចម្រើនតរៀងទៅ